រយៈពេល3ឆ្នាំកន្លះយ៉ាងយូរបំផុតវាត្រូវផ្លែបាទហើយខ្ញុំទំដាំឆ្នាំទី1ដោយសារខ្ញុំអត់ទាន់បានវិភាគដឹងទេបាទអរគុណបាទជាការពិតណាស់បាទលោកស្រីនាងកញ្ញាទូរទស្សនិកជនជាទីមេត្រីយើងឃើញថាទើបតែបាន2ឆ្នាំតែប៉ុណ្ណោះយើងបានឃើញហើយគឺកម្ពស់ដូងមានកម្ពស់ខ្ពស់ហាក់បីដូចជាផ្ដល់នៅភាពទំនុកចិត្តមួយសម្រាប់បងប្រុសដែលបានបង្កើតនៅរបរដំណាំកសិកម្មជាពិសេសគឺដូងក្រអូបនេះហើយយើងបានដឹងថាដូងក្រអូបគឺដូងក្រអូបនេះគឺមានរសជាតិឈ្ងុយឆ្ងាញ់ពិសាទឹកផ្អែមហើយមានក្លិនក្រអូបថែមទៀតផងសាច់ក៏យ៉ាងដូចនោះដែរហើយនេះគឺជាតម្រូវការមួយប្រសិនភាពជោគជ័យនេះបងប្រុសអាចទទួលបាន 100% ទៅលើដំណាំនេះគឺជាការល្អប្រសើរនៅក្នុងផ្ទៃដីរបស់បងនៃការដាំដំណាំដូងនេះរយៈមានកន្លះផ្ទៃប្រហែលដែរបងដីទាំងអស់វាមាន60ហិកតាប៉ុន្តែខ្ញុំចែកជាត្រីខ្លះជាស្រានៀកខ្លះជាដូងខ្លះជាដំឡូងខ្លះដល់ពេលអញ្ចឹងដីហ្នឹងវាគិតទៅដីដែលធ្វើបានប្រហែលខ្ទង់ជា40ហិកតាជាងទេតែក្រៅពីហ្នឹងគឺអត្តមន្តដីដែលជាប់ជើងភ្នំអញ្ចឹងដីថ្មមិនអាចធ្វើបានបាទអរគុណសម្រាប់ការដាំដូងនេះបងដាំបានប្រមាណដើមដែរនៅក្នុងជំហានដំបូងរបស់បងដែលបានអនុវត្តទៅលើការដាំដំណាំដូងក្រអូបនេះបាទដូងទាំងអស់វាទិញមក3000ដើមនៅពេលដែលយើងជួនកាលទៅខ្លះតែនេះទៅយើងវាងាប់ភាគតិចទៅងាប់ទៅយើងតែយើងត្រូវការដីនឹងយើងទៅធ្វើស្អីយើងកាយចោលខ្លះទៅសល់ប្រហែលជា2500ជាងបាទអរគុណបងប្រុសបានធ្វើការជម្រាបជូនដំណាំដូងគឺបងប្អូនប្រជាពលរដ្ឋកម្ពុជារបស់យើងបានដឹងហើយការដាំយើងឲ្យតែមានដីទួលឬមួយក៏មានសំណើមតាមគេតានីមួយគឺថាអ្នកខ្លះក៏ដាក់ពាងទឹកឯមអញ្ចឹងទៅដូងល្អរហូតអញ្ចឹងទៅប៉ុន្តែក្នុងរយៈនៅក្នុងការដាំដូងនឹងមួយដើមពីរដើមតែប៉ុណ្ណោះប៉ុន្តែបើសិនជាយើងត្រូវដាំជាចំការជាដូងដែលមានពីរាប់ពាន់ដើមឡើងទៅនេះគឺយើងត្រូវការថែទាំឲ្យបានដិតដល់ហើយក៏នៅក្នុងនោះដោយតែបងប្រុសបានធ្វើការជម្រាបជូនទាំងការជីករណ្ដៅទាំងការហាលដីទាំងការថែទាំតាំងពីដាំរហូតដល់ការប្រមូលផលនេះគឺថាយើងត្រូវតែមានការយកចិត្តទុកដាក់ដោយតែលោកស្រីនាងកញ្ញាបានឃើញហើយទិដ្ឋភាពដែលយើងខ្ញុំមកផ្ដិតយកនៅទីនេះគឺជាដីនៅតាមជើងភ្នំគឺដីសម្បូរទៅដោយជីជាតិក៏ប៉ុន្តែទោះបីជាជីជាតិយ៉ាងណាក៏ដោយប្រសិនបើបងប្អូនប្រជាពលរដ្ឋរបស់យើងមិនបានយកចិត្តទុកដាក់លើការថែទាំដំណាំទាំងនេះទេគឺមិនបានទទួលផលនោះទេអរគុណណាស់នៅក្នុងនោះសម្រាប់បងប្រុសជំហានដំបូងនេះបងគិតថាបងទទួលបានប្រមាណភាគរយដែរសម្រាប់ភាពជោគជ័យនេះបាទប្រហែលជា60-70%ដែរក្នុងហ្នឹងដោយសារយើងអត់ទាន់បានជាផលទេប៉ុន្តែយើងមើលអាការដែលលូតលាស់របស់វាហ្នឹងប្រហែលជា60-70%តែយើងថាយើងសង្ឃឹមថានឹងបានលទ្ធផលទៅថ្ងៃក្រោយតាមពីព្រោះយើងសល់ទាំងអស់នេះវាសល់ប៉ុណ្ណឹងតែសិតតែវាល្អទាំងអស់វាអត់មានគឺថាមានងាប់មានអីទេបងបាទ